នឹកវ័យកុមារមួយថ្នក់ក្រមាខ្ចីអង្គក៏គេពុកម៉ែមិនដែលទំនេរនៅតែហូបចុកមិនគ្រប់រោគព្រឹកខ្វះល្ងាចលោកប្រឹងពីព្រឹកដល់យប់សង្ឃឹមថាមានថ្ងៃមុខរំពឹងតែហូបគ្រប់គ្រាន់អង្គថ្នាក់ក្រមាពេលខ្លាំងគេថាគេដៀលមកក្រោយឃើញទឹកភ្នែកម៉ែហូរហើយតែកូនជួយអ្វីមិនបានស៊ីឈ្នួលដកស្ទូងច្រត់កាត់មិនដែលបាន